រឿងខូសិកៈសេដ្ឋីក្នុងសម័យមុនពុទ្ធកាលនៃព្រះសក្យមុនីគោតមជាអម្ចាស់យើងនេះមានបរិសកំសត់ម្នាក់ត្រេកស្វែងរកអាហារក្នុងវេលាស្រុកកើតទុរភិក្សអត់បាយដោយអស់កម្លាំងពេកវេលាទៀបស្លាប់ដេកសម្លឹងមើលមេឆ្កែសេដ្ឋីម្នាក់ដែលគេឲ្យវាស៊ីបាយដោយភាជប្រាក់ក៏នឹកស្ងោចក្នុងចិត្តគិតចង់កើតជាឆ្កែដ៏មានភ័ព្វមានអាហារឆ្ងាញ់បរិភោគក៏ស្លាប់ទៅបានទៅកើតជាកូនឆ្កែនោះលុះកើតជាកូនឆ្កែហើយសេដ្ឋីស្រឡាញ់ណាស់ទៅណាមកណាតែងយកទៅតាមខ្លួនសេដ្ឋីនោះជាអ្នករាប់អានព្រះពុទ្ធមួយអង្គដែលនៅជិតអាស្រមព្រៃក្បែរភូមិរបស់ខ្លួនវេលាមួយសេដ្ឋីបាននាំកូនឆ្កែនោះទៅពីល្ងាចនិមន្តព្រះបច្ចេកពុទ្ធមកឆាន់នៅផ្ទះខ្លួនក្នុងវេលាព្រឹកស្អែកសេដ្ឋីនិមន្តហើយទូលព្រះបច្ចេកពុទ្ធថាព្រឹកស្អែកខ្ញុំប្រកាសណានឹងប្រើកូនឆ្កែឲ្យមកនាំដំណើរព្រះអង្គទៅផ្ទះខ្ញុំប្រកាសណាសូមព្រះអង្គនិមន្តទៅតាមសញ្ញាដែលកូនឆ្កែនេះនាំព្រះអង្គចុះដល់ព្រឹកឡើងសេដ្ឋីបានប្រាប់កូនឆ្កែឲ្យទៅនិមន្តព្រះអង្គកូនឆ្កែនោះពិតមែនមិនចេះនិយាយភាសាមនុស្សតែមានគំនិតប្រាជ្ញាវាងវៃអាចស្ដាប់ដឹងសេចក្តីសពគ្រប់បានការសេដ្ឋីប្រើហើយកូនឆ្កែនោះក៏រត់តាមផ្លូវតម្រង់ទៅអាស្រមព្រះបច្ចេកពុទ្ធពេលរត់ទៅតាមផ្លូវកូនឆ្កែនោះវាស្រែកព្រុសខ្លាំងដេញសត្វនានាតាមព្រៃសុកទ្រុបនិងតាមដំបូកដែលនៅក្បែរផ្លូវនោះចេញអស់ដើម្បីកុំឲ្យសត្វចឹកខាំព្រះបច្ចេកពុទ្ធលុះវារត់ទៅដល់អាស្រមវាឈរព្រុសខ្លាំងនៅមុខអាស្រមជាសញ្ញានិមន្តព្រះអង្គព្រះបច្ចេកពុទ្ធឮសំឡេងព្រុសក៏ជ្រាបថាកូនឆ្កែមកនិមន្តហើយក៏ព្រះអង្គរៀបចំឃ្លុំជីពរប្រដាប់ដោយបាតនិមន្តតាមក្រោយកូនឆ្កែទៅកាន់ផ្ទះសេដ្ឋីលុះដល់ផ្លូវបំបែកជាពីរព្រះអង្គចង់ដឹងគំនិតកូនឆ្កែក៏ធ្វើជានិមន្តទៅតាមផ្លូវមួយដែលខុសពីផ្លូវទៅផ្ទះសេដ្ឋីកូនឆ្កែឃើញដូច្នោះវាស្ទុះទៅខាំទាញជាយស្បង់បំបែព្រះអង្គឲ្យមកតាមផ្លូវត្រូវដល់ផ្លូវជាប់ជាលំដាប់ព្រះអង្គធ្វើជាដូចនេះទៀតកូនឆ្កែខំទាញស្បង់ទៀតទាល់តែរហែកជាស្បង់លុះព្រះបច្ចេកពុទ្ធនិមន្តមកដល់ផ្ទះសេដ្ឋីសួររឿងរហែកជាស្បង់ព្រះអង្គប្រាប់តាមដំណើរនោះសពគ្រប់សេដ្ឋីក៏ចាត់ចែងដេកជាស្បង់ហើយនិមន្តឆាន់ដល់រីករាយឆាន់ហើយព្រះអង្គធ្វើអនុមោទនារួចលាសេដ្ឋីត្រឡប់ទៅអាស្រមវិញកាលព្រះបច្ចេកពុទ្ធត្រឡប់ទៅកូនឆ្កែតាមជួនទៅដែរដល់ផុតពីភូមិទៅព្រះបច្ចេកពុទ្ធព្រះអង្គហោះឡើងទៅលើអាកាសវេលាព្រះអង្គហោះឡើងកូនឆ្កែក្រឡេកមើលមានចិត្តស្រងេះស្រងោចអាឡោះអាល័យព្រះអង្គដល់រាបដល់បែកទ្រូងស្លាប់ក្នុងពេលនោះទៅបានទៅកើតជាទេវបុត្រនៅឋានត្រៃត្រឹងទេវលោកដោយអានុភាពនៃការស្រែកព្រុសនិមន្តព្រះបច្ចេកពុទ្ធទេវបុត្រនោះកើតឡើងមានសំឡេងកងរំពងខ្លាំងជាងទេវបុត្រគេឲ្យឈ្មោះថាខូសកៈទេវបុត្រសោយសុខក្នុងទេវលោកអស់មួយចន្លោះព្រះពុទ្ធលុះសម័យពុទ្ធកាលនៃព្រះបរមសាស្តាចារ្យរបស់យើងខូសកៈទេវបុត្រសយុទ្ធចាកឋានទេវលោកមកកើតក្នុងផ្ទៃនៃស្ត្រីបេស្យានៅក្រុងកោសាំពីធម្មតាស្ត្រីបេស្យាកាលណាកើតកូនស្រីគេទុកតែកើតកូនប្រុសគេចោលឯស្រីបេស្យាជាមេដា
នោះលុះកូននោះកើតហើយក៏យកទារកនោះទៅចោលនៅគំនរសម្រាមមួយចោលហើយមានអ្នកដំណើររើសយកទៅចិញ្ចឹមស្រឡាញ់ដូចកូនរបស់ខ្លួនសេដ្ឋីនៅនគរកោសំពីដោយខ្លួនពុំមានកូនបានឲ្យប្រាក់ 1000 កហបណៈដល់អ្នករើសហើយយកទារកនោះទៅចិញ្ចឹមស្រឡាញ់ដូចកូនបង្កើតឲ្យឈ្មោះថាខោសកៈកុមារដោយមានសំឡេងកងរំពងដល់ខ្លួនមានកូនកើតឡើងក៏ថយសេចក្តីស្រឡាញ់ហើយខ្លាចដណ្ដើមគេមរតកក៏ប្រុងធ្វើឃាតកម្មដល់6លើកគឺលើកទី1ឲ្យមនុស្សបំរើយកទៅចោលត្រង់មាត់ទ្វារក្រោលគូប្រាថ្នាឲ្យពួកគោនៅក្នុងក្រោលចេញពីក្រោលជន់ស្លាប់តែពេលនោះមានគោមួយចេញមុនគេឈរក្រុងពីលើកូននោះមិនឲ្យគោឯទៀតជន់ម្ចាស់គោឃើញក៏រឹសយកស្រឡាញ់ដូចជាកូនបង្កើតលុះដំណឹងនោះដឹងដល់សេដ្ឋីមានសេចក្តីអាណិតឲ្យយកប្រាក់ 1000 កហបណៈមកសុំយកទៅវិញលើកទី2យកទៅចោលក្នុងវងពពែប្រាថ្នាឲ្យពួកពពែជន់តែមានពពែមួយមកឈរក្រុងដូចមេគោនោះទៀតសេដ្ឋីឲ្យយកប្រាក់ 1000 កហបណៈមកសុំពីគេយកទៅវិញទៀតលើកទី3យកទៅដេកចោលនៅផ្លូវរទេះគោក្នុងវេលាយប់ប្រាថ្នាឲ្យគោវាជន់ស្លាប់តែគោអ្នកបរទេះមិនហ៊ានជន់ហើយម្ចាស់រទេះរើសយកទៅចិញ្ចឹមសេដ្ឋីឲ្យយកប្រាក់ 1000 កហបណៈមកសុំគេទៅវិញទៀតលើកទី4យកទៅចោលក្នុងជ្រោះភ្នំប្រាថ្នាឲ្យស្លាប់តែជាភ័ព្វល្អបានជាងអ្នកកាប់ឫស្សីទៅត្បាញផងគេរើសយកទៅចិញ្ចឹមហើយសេដ្ឋីឲ្យយកប្រាក់ 1000 កហបណៈមកសុំយកទៅវិញទៀតលើកទី5សេដ្ឋីមានតែខឹងខ្លាំងឡើងបានសរសេរសម្បត្តិប្រាប់ទៅនាយស្មូនឆ្នាំងជាមិត្តជិតស្និទ្ធរបស់ខ្លួនថាបើអ្នកឃើញកូនខ្ញុំកាន់សម្បត្តិនេះមកដល់ពេលណាចូលអ្នកចាប់បោះទៅក្នុងឡឆ្នាំងដែលកំពុងដុតនោះទៅកុំឲ្យនរណាដឹងសរសេរហើយឲ្យខោសកៈកុមារកាន់យកទៅខោសកៈកុមារកាន់សម្បត្តិនោះទៅដល់មាត់ច្រកភូមិកូនសេដ្ឋីបង្កើតកំពុងលេងអង្គុញជាមួយក្មេងឯទៀតចេះតែចាញ់គេបានឲ្យខោសកៈកុមារលេងជំនួសខ្លួនក៏យកសម្បត្តិទៅឲ្យស្មូនឆ្នាំងបានឃើញក៏ចាប់បោះទៅក្នុងឡឆ្នាំងសម្រាប់ទៅលើកទី6ដោយរវល់តែនឹងសេដ្ឋីប្រុងសម្លាប់ជាច្រើនលើកខោសកៈកុមារមានអាយុពេញការហើយពុំបានចេះអក្សរឡើយសេដ្ឋីជាឪពុកនៅក្រុងបានសរសេរសម្បត្តិមួយប្រាប់ទៅកហបតីនៅឯជនបទបើអ្នកឃើញខោសកៈកុមារមកដល់ពេលណាចូលចាត់ការសម្រាប់ចោលពេលនោះសម្បត្តិនោះសេដ្ឋីខ្ចប់នឹងជាយសម្ពុតសាបករបស់ខោសកៈកុមារហើយប្រាប់ថាចូលអ្នកនាំសម្បត្តិនេះទៅឲ្យកហបតីនៅឯជនបទវេលាទៅតាមផ្លូវចូលអ្នកទៅឈប់សំណាក់នៅផ្ទះសេដ្ឋីមួយនៅពាក់កណ្ដាលផ្លូវហើយសុំចេញដំណើរពីនោះនាំសម្បត្តិទៅសេដ្ឋីនៅពាក់កណ្ដាលផ្លូវមានកូនស្រីម្នាក់អាយុ16ឆ្នាំនាងនោះត្រូវជាភរិយារបស់ខោសកៈកុមារកាលពីជាតិមុនពេលខោសកៈកុមារទៅដល់ផ្ទះសេដ្ឋីនោះនាងបានឃើញមានចិត្តប្រតិព័ទ្ធដោយហេតុធ្លាប់ជាតួ
ជាគូនឹងគ្នាវាសនានឹងគ្នាមកពីពុកពេវេលាខូសកៈកុមារទៅដល់សេដ្ឋីបានទទួលដោយរាក់ទាក់បានរៀបចំម្ហូបអាហារឲ្យបរិភោគហើយឲ្យឈប់សម្រាកនៅក្នុងបន្ទប់មួយក្នុងវេលាថ្ងៃពេលខូសកៈកុមារដេកលក់សុបនាងសេដ្ឋីធីតាក៏ចូលទៅក្នុងបន្ទប់អត់ឲ្យនរណាដឹងនាងស្រាយជាសម្ពត់មើលឃើញសម្បត្តិមិនស្រួលក៏ហែកចោលហើយសរសេរជាថ្មីមានសេចក្តីថាសេដ្ឋីក្នុងក្រុងប្រាប់មកកហបតីក្នុងជនបទឲ្យបានដឹងដោយខ្ញុំរវល់ច្រើនពេកមកមិនបានបើអ្នកឃើញខូសកៈកុមារកូនខ្ញុំមកដល់ពេលណាសូមអ្នកចាត់ការជួយខ្ញុំនាំបណ្ដាការទៅដណ្ដឹងកូនស្រីសេដ្ឋីកណ្ដាលផ្លូវហើយរៀបការជាប្រញាប់កំខានសរសេរហើយនាងវិចនៅជាយសម្ពត់ដូចដើមខូសកៈកុមារញាក់ឡើងលាសេដ្ឋីទៅដោយរហ័សទៅដល់ផ្ទះកហបតីជនបទបង្ហាញសម្បត្តិនោះកហបតីជនបទឃើញសម្បត្តិក៏ប្រញាប់នាំបណ្ដាការមករៀបការខូសកៈកុមារនិងនាងសេដ្ឋីធីតាឲ្យបានជាស្វាមីភរិយានៅជាសុខសប្បាយលុះដំណឹងនោះឮដល់សេដ្ឋីក្នុងក្រុងក៏កើតវុបដិសារីជាខ្លាំងពន់ប្រមាណកើតជារូបក្អកធ្លាក់ឈាមស្រស់ស្រស់រៀបធ្វើមរណកាលសេដ្ឋីបានឲ្យបំរើទៅហៅខូសកៈមកជួបនឹងខ្លួនដើម្បីប្រាប់ញាតិសន្តានឲ្យដឹងថាសម្បត្តិទាំងប៉ុន្មានមិនឲ្យខូសកៈទេតែជាភពខូសកៈដែលមាននាងសេដ្ឋីធីតាជាភរិយានាងមានប្រាជ្ញានាងប្រាប់ខូសកៈថាយើងត្រូវទៅឲ្យទាន់ឲ្យពុកនៅរស់កាលទៅដល់សូមអ្នកអង្គុយនៅចុងជើងឲ្យពុកឲ្យខ្ញុំអង្គុយនៅខាងក្បាលដើម្បីខ្ញុំចាត់ការលុះខូសកៈនិងភរិយាទៅដល់សេដ្ឋីក្រឡេកឃើញហៅឲ្យចូលមកជិតខូសកៈអង្គុយខាងចុងជើងនាងជាភរិយាអង្គុយខាងក្បាលហើយសេដ្ឋីប្រុងហាមាត់និយាយថាសូមអស់លោកជាញាតិជួយដឹងជួយឮសម្បត្តិរបស់ខ្ញុំទាំងប៉ុន្មានខ្ញុំមិនឲ្យខូសកៈទេតែរៀបហាមាត់និយាយនាងភរិយាខូសកៈធ្វើជាយំបោកសក់ឲ្យធ្លាក់ខ្ពស់ទៅលើដើមទ្រូងសេដ្ឋីភ័ន្តស្មារតីក៏ត្រឡប់ជានិយាយថាសូមអស់លោកញាតិមិត្តជាសាក្សីសម្បត្តិរបស់ខ្ញុំទាំងអបាលមានខ្ញុំឲ្យខូសកៈជាកូនខ្ញុំទាំងអស់ដូច្នេះទៅវិញពេលនោះញាតិមិត្តគេបានចាត់ការធ្វើសម្បត្តិយ៉ាងត្រឹមត្រូវតាមពាក្យសម្ដីសេដ្ឋីទាំងអស់លុះចាត់ការហើយសេដ្ឋីក៏ធ្វើមរណកាលទៅបន្ទាប់ពីនោះឋានៈជាសេដ្ឋីពេញលក្ខណៈក៏កើតមានដល់ខូសកៈដោយព្រះរាជាទ្រង់តាំងជាសេដ្ឋីពេញច្បាប់តទៅលុះបានជាសេដ្ឋីហើយគេហៅថាខូសកៈសេដ្ឋីខូសកសេដ្ឋីមានចិត្តជ្រះថ្លាចំពោះព្រះពុទ្ធសាសនាបានសាងវត្តមួយឈ្មោះថាខូសិតារាមនៅជិតក្រុងកោសំពីថ្វាយព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះជាអានិសង្សនៃវជ័យវិការកម្រើកវិចារកាលនៅជាកូនឆ្កែព្រោះនិមន្តព្រះបច្ចេកពុទ្ធនោះឯង